ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី25ខែធ្នូនេះបានចេញសេចក្តីថ្លែងការណ៍ជំវិញសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជាដោយប្រកាសថ្កោលទោសចំពោះអំពើឈ្លានពានដល់សហយុគខ្នងនិងខុសច្បាប់របស់យោធាថៃសភាកម្ពុជាទាមទារឲ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នៅសកម្មភាពដែលបង្កដោយយោធាថៃមកលើកម្ពុជាចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតមកដល់ពេលនេះព្រឹទ្ធសភាកម្ពុជាបានលើកឡើងដោយក្តីកត់សម្គាល់ឃើញថាកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារកាន់តែខ្លាំងក្លានិងមិនរើសគោលដៅសូម្បីទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទមានទាំងយន្តហោះចម្បាំងដែលបណ្ដាលឲ្យមនុស្សស្លាប់របួសនិងភៀសខ្លួនខណៈផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទបុរាណក៏រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរព្រឹទ្ធសភាកម្ពុជាចាត់ទុកសកម្មភាពទាំងនេះគឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់និងគោលការណ៍អន្តរជាតិខណៈការវាយប្រហាររបស់យោធាថៃលើទីតាំងបេតិកភណ្ឌវប្បធម៌ជាការបំពានបន្ថែមទៀតលើអនុសញ្ញា UNESCO ហើយបានបង្ហាញពីការមិនគោរពចំពោះសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ស្ដីពីរឿងក្តីប្រាសាទព្រះវិហារឆ្នាំ1962ផងដែរសាលដីការបស់តុលាការ ICJ បានបញ្ជាក់យ៉ាងច្បាស់នៅអធិបតេយ្យភាពកម្ពុជាលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទនេះព្រឹទ្ធសភាដឹកនាំដោយសម្ដេចតេជោហ៊ុនសែនបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យថ្កោលទោសឥតឌិរេលើការរំលោភបំពានទាំងនេះព្រមទាំងទាមទារឲ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់និងបញ្ឈប់បន្ទាន់រាល់សកម្មភាពអរិយភាពទាំងឡាយដែលកំពុងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពរបស់កម្ពុជាក៏ដូចជាក្នុងតំបន់ព្រឹទ្ធសភាកម្ពុជាក៏អំពាវនាវឲ្យភាគីថៃអនុវត្តឡើងវិញតាមកិច្ចព្រមព្រៀងបាត់ឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនិងរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានពេញលេញនិងដោយស្មោះត្រង់បំផុត